នំបញ្ចុកអាចចាត់ទុកបានថាជាអាហារមួយប្រភេទដែលយើងនិយមចូលចិត្តជាពិសេសក្នុងអំឡុងពេលមានបុណ្យទាននានាអ្វីដែលកាន់តែពិសេសនោះគឺក្នុងអំឡុងពេលបុណ្យដាលានប្រជាជនគ្រប់គ្នាតែងតែនិយមធ្វើនំបញ្ចុកសម្លការីឬសម្លប្រហើរដើម្បីទុកជាចង្ហាន់ថ្វាយព្រះសង្ឃនិងញ៉ាំជួបជុំគ្នារហូតមកដល់បច្ចុប្បន្ននេះនំបញ្ចុកត្រូវបានគេយកទៅញ៉ាំជាមួយនឹងបុកល្ហុងទឹកស៊ុបឬទឹកប្រហុកជាដើមដូចនេះក្នុងវីដេអូយើងនឹងទៅមើលថាតើនំបញ្ចុកធ្វើពីអ្វីហើយយើងគួរញ៉ាំរបៀបណាទើបទទួលបានប្រយោជន៍ខ្ពស់បំផុតនំបញ្ចុកផលិតឡើងពីអង្ករខ្សាយដែលដំបូងឡើយគេយកវាទៅត្រាំទឹករួចកិនឲ្យម៉ត់ក្រោយមកគេពូតទឹកចេញដោយប្រើវត្ថុធ្ងន់សង្កត់លើក្រណាត់ច្រកម្សៅបន្ទាប់ពីម្សៅស្ងួតគេយកម្សៅនោះទៅបុកឲ្យម៉ត់រួចដាក់វាចូលទៅក្នុងពុម្ពដើម្បីសង្កត់ឲ្យម្សៅចេញតាមរន្ធតូចៗចូលទៅក្នុងទឹកក្តៅចុងបញ្ចប់យើងនឹងបាននំបញ្ចុកវែងៗដែលគេចាប់ជាចង្វាយបន្ទាប់ពីត្រាំក្នុងទឹកត្រជាក់មួយសន្ទុះដោយសារតែនំបញ្ចុកផលិតឡើងពីអង្ករធ្វើឲ្យវាជាអាហារសម្បូរទៅដោយកាបូអ៊ីដ្រាដែលជាប្រភពថាមពលមួយសម្រាប់ការធ្វើចលនារបស់រាងកាយយើងមួយវិញទៀតអង្ករដែលគេប្រើជាអង្ករខ្សាយដែលធ្វើឲ្យអ្នកមានបញ្ហាអាឡែហ្ស៊ីនិងក្លូតិនអាចញ៉ាំបានដោយមិនបាច់មានការបារម្ភពីបញ្ហាសុខភាពលើសពីនេះក្នុងនំបញ្ចុកមានបាក់តេរីមានប្រយោជន៍និងកាកសរសៃដែលជួយសម្រួលដល់ការធ្វើការរបស់ប្រព័ន្ធរំលាយអាហារទោះបីជាយ៉ាងណាក៏ដោយតាមរយៈវិធីផលិតយើងឃើញថានំបញ្ចុកបាត់បង់សារធាតុចិញ្ចឹមភាគច្រើនចំណែកសារធាតុខនិចនិងប្រូតេអ៊ីនក្នុងនំបញ្ចុកក៏មានបរិមាណតិចដែរដូចនេះការញ៉ាំនំបញ្ចុករួមជាមួយបន្លែនិងសាច់អាចជួយឲ្យយើងទទួលបានអាហារូបត្ថម្ភសំខាន់ៗទាំងនោះមកវិញបន្ទាប់ពីនេះតើអ្នកទាំងអស់គ្នាមានប្រធានបទអ្វីដែលចង់ដឹងបន្ថែមទៀតដែរឬទេបើមានសូមកុំភ្លេចខមមិនប្រាប់ពួកយើងនៅខាងក្រោមយើងដឹងហើយថាអាហារនិងការធ្វើលំហាត់ប្រាណជាគន្លឹះសំខាន់មួយសម្រាប់ការថែទាំសុខភាពដូចនេះយើងគួរយកចិត្តទុកដាក់ចំពោះអ្វីដែលយើងបានបរិភោគនិងធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ដើម្បីទទួលបានសុខភាពល្អសូមជួយ like និង share ប្រសិនបើអ្នកយល់ថាវីដេអូនេះមានប្រយោជន៍ចំពោះអ្នកនិងអ្នកដទៃ